ជម្រាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំចេញមកប្រាប់ពីរបៀបបិទនុយផ្លែខ្ជិលដេបងប្អូនផ្លែខ្ជិលដេនេះគឺយើងដោតពីលើក្បាលកែបបងប្អូនចំពីកណ្ដាលក្បាលពីលើក៏បានពីក្រោមក៏បានបងប្អូនហើយយើងវាស់មើលផ្លែយើងហ្នឹងវាដល់ត្រឹមណានៃកែបយើងហ្នឹងយើងដោតត្រឹមហ្នឹងហើយយើងកាច់ដៃកាច់ជើងវាបងប្អូនហើយផ្លែខ្ជិលដេនេះវារត់តាក់ទាញស្អាតបងប្អូនសម្រាប់យើងលេងត្រីដែលមានចរិតកាចបងប្អូនត្រីរ៉ស់ក៏បានត្រីដៀបត្រីឆ្ដោក៏បានបងប្អូនហើយនេះគឺជារបៀបដោតរបស់ខ្ញុំដោតហើយកន្លែងហ្នឹងក៏យកត្រីបានមួយដែរបងប្អូនប្រហែល7-8ខាំតែអត់បានថតក្នុងកាមេរ៉ាបងប្អូន